ប៉ុន្តែឃើញរៀនអត់មានអស់លុយទេហ្នឹងគឺជារបៀបដែលយើងអាចរៀនបានរៀនពីគ្រប់ទីកន្លែងរៀនពីស្ថានភាពដូចបងលើកឧទាហរណ៍ថាបងជិះតាមផ្លូវបងឃើញគ្រោះថ្នាក់ចរាចរណ៍បងគិតសម័យថាបងនៅក្នុងហេតុការណ៍ហ្នឹងឬក៏បើបងជ្រើសអង្គុយបងគួរអង្គុយកៅអីទីម៉ានដែលសុវត្ថិភាពកៅអីកន្លែងណាដែលសុវត្ថិភាពអាហ្នឹងយើងអាចអាបែបហ្នឹងគឺជាការរៀនដែលអត់មានបង្រៀនណាអញ្ចឹងបានបងប្រាប់ថាបើយើងចេះរៀនណាយើងអាចរៀនបានពីគ្រប់ទីកន្លែងនេះបើយើងចេះរៀនប៉ុន្តែចេញពីបងទៅវិញសាកចាប់ផ្ដើមមកទម្លាប់ហ្នឹងសាកអញ្ចឹងពេលប៉ុណ្ណេះបដោតបែបហ្នឹងវាជួយកាត់បន្ថយមួយចំណែកទៅលើរឿងចូលទៅ comment ចូលទៅដូចថាប្រតិកម្មវាកាត់អារឿងប្រតិកម្មវាធ្វើឲ្យខួរក្បាលប៉ុណ្ណេះទាញយកប្រយោជន៍ចេញពីគ្រប់រឿងហ្មងប៉ុណ្ណេះបជាខួរក្បាលប៉ុណ្ណេះឲ្យទាញយកប្រយោជន៍ចេញពីគ្រប់ហេតុការណ៍ពីគ្រប់រឿងពីគ្រប់អ្វីៗទាំងអស់បងរៀនវាបែបហ្នឹងយូរទៅខួរក្បាលឲ្យតែឃើញអីមួយយើងវានេះខួរក្បាលវាចាប់ផ្ដើមដាក់សំណួរថាអាហ្នឹងធ្វើម៉េចចំណេញឬក៏អាហ្នឹងធ្វើម៉េចបើដើម្បីការពារខ្លួនបានដូចបងនិយាយថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយយើងគួរអង្គុយកន្លែងណាសុវត្ថិភាពយល់ទេអាហ្នឹងចំណេញហើយមានន័យថាយើងចេះបង្ការខ្លួនឯងយើងចេះដូចថាកុំឲ្យអាបញ្ហាហ្នឹងវាមានឥទ្ធិពលមកលើយើងអីចឹងទៅវាអត់មាននរណាគេចង់ទេមែនអត់ដូចគ្រោះថ្នាក់ចរាចរណ៍អត់មានណាគេចង់ទេប៉ុន្តែយើងធម្មតាទេយើងត្រូវប្រយ័ត្នហើយពេលយើងបើកពេលយើងជិះក៏ប៉ុន្តែក៏យើងត្រូវមាន back up plan មួយផែនការត្រៀមមានន័យថាបើកើតបន្តមកយើងគួរមិនចុះបើអញ្ចឹងទៀតបន្តមកគួរមិនវាគួរយ៉ាងហោចណាក៏មាន2ទៅ3តង់អីចឹងទៅបាទ2ទៅ3ជំហាន3ជំហានក៏មិនអីបកមកវិញពេលនិយាយដល់ការរៀនបងឯងឈប់គិតថាបើធ្លាប់គិតឈប់គិតថាតតែនៅក្នុងថ្នាក់នៅក្នុងសាលាឬក៏តតែមានគ្រូទាញដៃអូសដៃមកបង្រៀនបានអាចរៀនបាននេះបើធ្លាប់គិតថាតតែអញ្ចឹងតតែមានគ្រូបានអាចរៀនបានអត់ទេក៏ពិតមនុស្សយើងរៀនអត់គ្រូច្រើនជាងរៀនមានគ្រូវាគួរតែអញ្ចឹងបងនិយាយម្ដងទៀតមនុស្សយើងគួរតែចេះរៀនអត់គ្រូច្រើនជាងរៀនមានគ្រូច្រើនជាងបើយើងរងចាំតែគ្រូបង្រៀនអត់មានគ្រូណាមកបង្រៀនយើងរហូតទេអាហ្នឹងទី1ទី2រឿងរ៉ាវជាច្រើនរឿងរ៉ាវច្រើនណាស់មេរៀនច្រើនណាស់ដែលរៀនមិនអស់ហើយអត់មាននរណាមកបង្រៀនយើងទេគឺជាមេរៀនដែលឥតគិតថ្លៃឥតគិតថ្លៃទេសូម្បីតែអានេះបងនិយាយអស់សភៅដែលបងសរសេរលក់ហ្នឹងគំនិតទាំងអស់ហ្នឹងក៏ពិតគឺជាគំនិតឥតគិតថ្លៃគំនិតឥតគិតថ្លៃបងយកមកសរសេរសភៅហើយបងលក់កើតទៅជាលុយមានន័យថាម៉េចអាហ្នឹងអួតខ្លួនឯងបន្តិចចុះណាមានន័យថាបងចេះរៀនបើមិនជឿទិញសភៅបងយកទៅមើលទាំងអស់ហ្នឹងគឺជារឿងដែលអាចអនុវត្តបានហើយចេញពីសង្គមជាក់ស្ដែងហើយអាចធ្វើបានគឺរីកចម្រើនអាហ្នឹងក៏ពិតបងយក free ហ្នឹងបងឃើញនៅក្នុងសង្គមបងយកទៅដាក់របស់ free បែបហ្នឹងឲ្យតែយើងចេះច្នៃអាហ្នឹងវាដោយសារបងចេះរៀនហើយបងចេះច្នៃនេះបងគ្រាន់តែជូនជាឧទាហរណ៍ឲ្យបើកបញ្ចក់កន្លែងបន្តិចរៀនពីគ្រប់ទីកន្លែងបើយើងចេះរៀនអញ្ចឹងពាក្យកន្លឹះគឺចេះរៀនស្ដាប់ឲ្យច្បាស់ហើយមេរៀនភាគច្រើន free បើចេះរៀនបែបហ្នឹងទទួលបានមេរៀនដោយឥតគិតថ្លៃយើងចេះទទួលរៀន
អាហ្នឹងឯងដែលបងតែងតែបបួលថារៀនគិតណាអាហ្នឹងដោយសារបងចេះគិតរៀនគិតបើមិនចេះគិតរៀនគិតបើមិនចេះគិតយើងអត់ចេះរៀនទេ